小唐。ថ្មីនេះសៅចាន់បានប្រកាសថានឹងសម្ដែងក្នុងរឿងថ្មីរបស់ស៊ុយហាក់មានចំណងជើងថា The Legend of the Condor Heroes តាមឡើយមានពាក្យជាចាមរាមថាជ័យយៈទេនឹងសម្ដែងជាតួស្រីប៉ុន្តែនៅទីបញ្ចប់គឺជាតារាស្រីជួងតាហ្វៃដែលកាត់ក្នុងឆ្នាំ2001កាលពីមុនយ៉ាងមីចៅលីអ៊ីងយ៉ាងជឿនិងឌីលីរ៉ូបាស្ទើរតែទាំងអស់បានសម្ដែងពីតួនាទីតូចៗទម្រាំមានប្រជាប្រិយភាពប៉ុន្តែសប្តាហ៍ថ្ងៃនេះតារាសម្ដែងក្រោយទសវត្សរ៍ទី95និងក្រោយទសវត្សរ៍ឆ្នាំ2000ពួកគេជាច្រើនបានចាប់ផ្ដើមជាតួឯកភ្លាមៗបន្ទាប់ពីការបង្ហាញខ្លួនដំបូងរបស់ពួកគេបន្ទាប់នេះគឺជាតារាសម្ដែង 95S និង 2000 ដែលអភិវឌ្ឍលឿនបំផុតទាំង10ក្នុងវិស័យភាពយន្តចិន1. ប៉ៃលូគឺជាតារាសម្ដែងដែលស្ថិតក្រោមការគ្រប់គ្រងនៃក្រុមហ៊ុន Hun E Film របស់អ៊ីចឹងហើយដោយមានអ៊ីចឹងជាចៅហ្វាយនាងមិនចាំបាច់ព្រួយបារម្ភអំពីការងារទេអ៊ីចឹងមានចិត្តល្អចំពោះប៉ៃលូនាងបានសម្ដែងក្នុងរឿងភាគចំនួន17ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់នាងកាលពី8ឆ្នាំមុនដែលក្នុងនោះ14រឿងនាងគឺជាតួឯកស្រីនៅដើមដំបូងដើម្បីលើកស្ទួយប៉ៃលូមេ Hun E Film អ៊ីចឹងបានឲ្យតួនាទីធំមួយឲ្យនាងក្នុងរឿង Untouchable Lovers ហើយតួនាទីរបស់នាងគឺស្មើទៅនឹងតួឯកស្រីគួនសៅថងទៅហើយប៉ៃលូខ្លួនឯងក៏ឡើងកោតផងដែរចំណេញសម្ដែងរបស់នាងពិតជាគួរឲ្យចាប់អារម្មណ៍ដែលធ្វើឲ្យទស្សនិកជនសរសើរមិនដាច់ពីមាត់ដោយសារតែការកោតសរសើរបែបនេះប៉ៃលូត្រូវបានគេចាត់ទុកថាជាតារាដែលមានការអភិវឌ្ឍល្អចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់នាងហើយដៃគូរបស់ប៉ៃលូសុទ្ធតែជាតារាប្រុសដ៏ពេញនិយមក្រៅពីស៊ីខៃដែលមកពីក្រុមហ៊ុនតែមួយប៉ៃលូបានសម្ដែងជាមួយយិនជាលុនក្នុងរឿង One and Only លូអ៊ីនស៊ីក្នុងរឿង Till the End of the Moon និងវ៉ាងហាទីនៅក្នុងរឿង Only for Love ជាដើមដែលនឹងចាក់ផ្សាយឆាប់ៗនេះចៅលូស៊ឺក៏ត្រូវបានតែងតាំងផងដែរចៅលូស៊ឺបានបង្ហាញខ្លួនជាលើកដំបូងអស់រយៈពេល6ឆ្នាំហើយបានសម្ដែងក្នុងរឿងចំនួន18ដែលក្នុងនោះ15រឿងនាងគឺជាតួឯកមានតែ Untouchable Lovers និង Cinderella Chap ប៉ុណ្ណោះដែលនាងសម្ដែងជាតួរឿងចៅលូស៊ឺពីរឿងភាគទី3 Oh My Emperor នាងគឺជាតួឯកហើយរឿងនេះនៅតែលាក់មកកំពូលព្រះបរោះសៅច័ន្ទហើយចៅលូស៊ឺក៏មានការប្រកួតប្រជែងផងដែរជាមួយនឹងរូបរាងដ៏ផ្អែមល្ហែមនិងចំណេញសម្ដែងដ៏ល្អបន្ទាប់ពីទទួលបានប្រជាប្រិយភាពជាមួយ The Romance of Tiger and Rose ក្នុងឆ្នាំ2020ចៅលូស៊ឺចាប់ផ្ដើមឡើងកោតមានការងារល្អកម្រិត S ដូចជា Who Rules the World មានព្រះបរោះយ៉ាងជាដៃគូ Love Like the Galaxy មានព្រះបរោះ Ulay ជាដៃគូដែលរឿងទាំងនេះសុទ្ធតែមានប្រធានបទខ្ពស់ធនធានរបស់ចៅលូស៊ឺពិតជាល្អមែនហើយកំឡុងពេលនេះចៅលូស៊ឺកំពុងតែជោគជ័យនៅក្នុងរឿងភាគជីវិតហៅលាំងនៅឆ្នាំ2023នេះមិនតែប៉ុណ្ណោះនៅមាន Hide and Love និង The Last Immortal ដែលកំពុងមានប្រធានបទខ្ពស់ទោះមិនទាន់ចាក់ផ្សាយក៏ដោយជួងតាហ្វៃថ្មីនេះសៅចាន់បានសម្រេចចិត្តទទួលយកខ្សែភាពយន្តខ្នាតធំ The Legend of the Condor Heroes ដែលមានតារាស្រីចំនួនថ្មីជួងតាហ្វៃបានទទួលតំណែងជាតួឯកស្រីហើយតំណែងនេះបានធ្វើឲ្យមានការពិភាក្សាគ្នាយ៉ាងក្តៅគគុកក្នុងចំណោមអ្នកលេងអ៊ីនធឺណិតអ្នកនិយមលេងអ៊ីនធឺណិតកំពុងចោទសួរថាជួងតាហ្វៃគឺជាតារាស្រីដែលមានធនធានមែនទេមូលហេតុចម្បងគឺជួងតាហ្វៃមិនទាន់មានស្នាដៃដែលទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយនៅឡើយប៉ុន្តែនាងបែរជាទទួលបានតំណែងជាតួឯកស្រីរបស់ផលិតករស៊ុយហាក់ទៅវិញហើយថែមទាំងចាប់ដៃគូជាមួយកំពូលបរោះសៅច័ន្ទទៀតផងជួងតាហ្វៃបានដើរតួជាជាលូក្នុងរឿង Eternal Love of Dream កាលពីឆ្នាំ2020ហើយនាងមិនមានតួនាទីច្រើនទេក្នុងរឿងនោះហើយចរាចរណ៍របស់ជួងតាហ្វៃក៏មិនខ្ពស់ដែរប៉ុន្តែសៅច័ន្ទគឺជាកំពូលតារាផ្សំជាមួយការបន្ថែមពីអ្នកដឹកនាំដ៏ល្បីល្បាញស៊ុយហាក់ផងដែរនោះបានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនកំពុងពិភាក្សាគ្នាយ៉ាងក្តៅគគុកហើយបោះជាសំណួរថាតើជួងតាហ្វៃនឹងទៅដល់ចំណុចណាបន្ទាប់ពីចាក់បញ្ចាំងខ្សែភាពយន្តខ្នាតធំ The Legend of the Condor Heroesលាវហៅឈុតព
ពេលនិយាយដល់ប្រធានបទធនធានខ្លាំងបំផុតគ្រប់គ្នាច្បាស់ជានឹកឃើញដល់លាវហាឈុននាងគឺជារបាតធនធានដែលអភិវឌ្ឍនិងត្រូវបានទទួលស្គាល់យ៉ាងល្អស្នាដៃដំបូងរបស់នាងគឺជាតួឯកស្រីក្នុងខ្សែភាពយន្តខ្នាតធំ One Second និង Cliff Walker ដែលដឹកនាំដោយចាងអ៊ីម៉ៅក្រោយមកនាងក៏បានសហការជាមួយព្រះបរមមួយចំនួនដូចជាលាវហាវយ៉ានសង្វៃឡុងថែមទាំងបានសហការជាមួយ Superstar តារាក្បាច់គុន Jackie Chan ទៀតផងទោះយ៉ាងណាទាំងនេះសុទ្ធតែនៅក្នុងខ្សែភាពយន្តខ្នាតធំហើយពេលនេះលាវហាឈុនកំពុងត្រូវបានគេកំណត់ជាតួឯកស្រីនៅក្នុងរឿងភាគជាលើដំបូងហើយនាងនៅតែជាតួឯកស្រីនេះគឺពិតជាធ្វើឲ្យគេច្រណែនមែនប៉ុន្តែអ្វីដែលធ្វើឲ្យនាងអាចបាត់បង់ប្រជាប្រិយគឺរឿងអាស្រូវឪពុកម្ដាយអ្នកនិយមលេងអ៊ីនធឺណិតបានទម្លាយព័ត៌មានថាម្ដាយរបស់លាវហាឈុនបើកសាលាសិល្បៈមួយឈ្មោះថា Sintong Dance ដែលបណ្ដាលឲ្យសិស្សម្នាក់ពិការនឹងប្រើរទេះរុញម្ដាយរបស់លាវហាឈុនក៏បានបដិសេធមិនព្រមសំណងដោយមានហេតុផលថានាងគ្មានលុយពេលកំឡុងពេលម្ដាយរបស់នាងនិយាយថាគាត់គ្មានលុយលាវហាឈុនឯនេះបែរជារស់នៅក្នុងជីវិតដ៏សម្បូរបែប5 លីកឹងស៊ីកើតក្នុងឆ្នាំ 2000 នាងក៏មានប្រជាប្រិយភាពខ្លាំងផងដែរលីកឹងស៊ីផ្ដើមដំបូងគឺជាតួឯកស្រីតែម្ដងនៅក្នុងរឿងភាគយុវវ័យ My Classmate from Far Far Away ក្នុងឆ្នាំ 2018 ហើយនាងចាប់ផ្ដើមមានប្រជាប្រិយនៅក្នុងរឿង A Little Reunion និង 20 Your Life On តាមឡែកចំណេញសម្ដែងរបស់នាងល្អនិងធម្មជាតិប៉ុន្តែចាប់តាំងពីរឿង Sword Snow Stride លីកឹងស៊ីត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនរិះគន់ខណៈដែល Sword Snow Stride គឺជារឿងភាគកម្រិត S ដែលប្រមូលផ្ដុំដោយតារាសម្ដែងល្បីៗដូចជា ហ៊ូជីននិងចាងយើអ៊ីនជាដើមទោះយ៉ាងណាថ្មីៗនេះលីកឹងស៊ីក៏បានបង្ហាញខ្លួនក្នុងរឿងភាគ The Long Season ដែលទទួលបានពិន្ទុខ្ពស់រហូតដល់ទៅ 9.4 ឯណោះនៅលើទៅប៉ាន់6 សាំងហាន់ជឺសាំងហាន់ជឺជួងតាហ្វៃនិងលីកឹងស៊ីត្រូវបានគេហៅថាបងប្អូនស្រីទាំង3នៅសានលីតុនពីព្រោះអ្នកទាំង3តែងតែទៅសានលីតុនញ៉ាំអាហារនិងដើរទិញអីវ៉ាន់ជាមួយគ្នាទោះបីជាយ៉ាងណាពេលអ្នកនិយមលេងអ៊ីនធឺណិតលើកឡើងរឿងបងប្អូនស្រីទាំង3របស់សានលីតុនភាគច្រើននិយាយពីរឿងនេះហើយមានពាក្យចចាមអារាមថាអ្នកទាំង3ជាអ្នកមានចំនួនទី2ហើយការអភិវឌ្ឍរបស់ពួកគេក៏ល្អខ្លាំងតាំងពីការបង្ហាញខ្លួនមកស្នាដៃទី2របស់សាំងហាន់ជឺដែលមានចំណងជើងថា Honey Don't Run Away ដែលជារឿងភាគតាមអ៊ីនធឺណិតមានតម្លៃទាបហើយនាងក៏បានសម្ដែងក្នុងរឿងភាគល្បីជាបន្តបន្ទាប់ដូចជា Forever Love Out Time Love in Time ជាដើមហើយប្រជាប្រិយភាពរបស់នាងក៏ខ្លាំងសម្បើមផងដែរស្របពេលដែលនាងទើបតែមានអាយុ21ឆ្នាំប៉ុណ្ណោះដូច្នេះសាំងហាន់ជឺត្រូវបានគេចាត់ទុកថាជាធនធានខ្លាំងបំផុត7 ចាងជីងអ៊ីចាងជីងអ៊ីក៏ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនឲ្យឈ្មោះថាធនធានល្អបំផុតនាងគឺជាផ្កា 95S ដែលបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនាងត្រូវបានចុះហត្ថលេខាដោយឈិនខុននិងក្រុមហ៊ុនជើស៊ុនតុងស៊ិន Theater ហើយក្រុមហ៊ុនគឺបានសរសើរនាងយ៉ាងខ្លាំងក្នុងរយៈពេល5ឆ្នាំចាប់តាំងពីនាងបានបង្ហាញខ្លួនដំបូងចាងជីងអ៊ីមិនដែលសម្ដែងជាតួរឿងទេលើកលែងតែរឿងភាគសាធារណរដ្ឋចិន Fate Margaret ប៉ុណ្ណោះចាងជីងអ៊ីជោគជ័យយ៉ាងឆាប់រហ័សនៅក្នុងវិស័យសម្ដែងនាងបានសហការជាមួយព្រះបរិះជាបន្តបន្ទាប់ដូចជាឈិនស៊ីងស៊ូនិងឈិនហ្វៃអ៊ីជាដើមដែលឡែកធនធានភាពយន្តរបស់ចាងជីងអ៊ីក៏ល្អខ្លាំងដែរនាងបានសហការជាមួយកំពូលតារាជើងចាស់តូនីលឿងនិងសម្ដែងជាមួយវ៉ាងអ៊ីប៉ផងដែរគេទទួលស្គាល់ថាការអភិវឌ្ឍរបស់ចាងជីងអ៊ីពិតជាល្អណាស់ហើយជំនាញសម្ដែងរបស់នាងក៏មិនអន់នៅក្នុងការចំនួនថ្មីនាងត្រូវបានគេចាត់ទុកថាជាតារាស្រីដែលមានសក្តានុពលខ្លាំង8 ជើយៀជើយៀក៏ត្រូវបានតែងតាំងផងដែរហើយនាងត្រូវបានក្រុមហ៊ុនសរសើរមិនតិចជាងចាងជីងអ៊ីនោះទេជើយៀបានបង្ហាញខ្លួនជាលើកដំបូងអស់រយៈពេល4ឆ្នាំហើយលទ្ធផលស្ទើរតែទាំងអស់ដែលនាងទទួលបានមកទល់ពេលនេះគឺល្អណាស់នៅពេលដែលនាងបង្ហាញខ្លួនលើកដំបូងនាងបានដើរតួយ៉ាងសំខាន់ក្នុងរឿង Better Day ដែលសម្ដែងដោយជើតុងអ៊ីនិងអ៊ីយ៉ាងឈិនស៊ីហើយក្រោយមកបានដើរជាតួឯកលំដាប់ទី2ក្នុងរឿងភាគបុរាណ BL ដ៏ពេញនិយម Word of Honor ដែលបានក្លាយជាក្រុមផ្ការីចំនួនថ្មីជើយបានសម្ដែងជាមួយវ៉ាងហឺទីក្នុងរឿង Yacht in the Flames of War រឿងភាគយគូកម្រិត A+ Back from the Brink ជាមួយហ៊ូមីងហៅនិង Missing You ជាមួយថានជិនស៊ីជាដើមចរាចរណ៍របស់ជើយគឺល្អណាស់ថ្មីត្បិតតែចំណេញសម្ដែងរបស់នាងត្រូវបានគេរិះគន់ខ្លះក៏ដោយប៉ុន្តែសំខាន់នាងស្អាតនិងពេញនិយមដូច្នេះហើយភាពល្បីៗនៅកវ៉ែនោះ
9 Chen Fei Chen Fei គឺជាកូនប្រុសរបស់នាយកដ៏ល្បីល្បាញ Chen Kai-ge ហើយការអភិវឌ្ឍរបស់លោកភាគច្រើនបានមកពីឪពុក Chen Fei ត្រូវបានអ្នកលេងអ៊ីនធឺណិតអូនត្អែជាច្រើនដងអំពីជំនាញសម្ដែងរបស់លោកហើយក៏មិនទទួលបានការពេញនិយមដែរ Chen Fei បានក្លាយជាតួឯកប្រុសចាប់តាំងពីបង្ហាញខ្លួនលើកដំបូងមកតួយ៉ាងដូចជារឿង Evanai Legend of Awakening និង Gold Penny ជាដើមរឿងភាគប្រភេទ BL មានប្រជាប្រិយភាពខ្លាំងដោយ Anthem បានធ្វើឲ្យ Seo Chan និង Wang Yipo ពេញនិយម Word of Honor បានធ្វើឲ្យកុងជីនពេញនិយមហើយ Chen Fei ក៏បានថតរឿងប្រភេទនេះមួយរឿងដែរមានចំណងជើងថា Immortality ដែលមានព្រះបរោះ Lu In Si ជាដៃគូរឿងនេះមានប្រធានបទល្អណាស់តែវាមិនត្រូវបានគេចាក់ផ្សាយទេហើយមកដល់ពេលនេះគឺបាត់ដំណឹងសូន្យឈឹងប៉ុន្តែទោះយ៉ាងណាកាលពីឆ្នាំមុនជាមួយនឹងរឿងភាគ Lighter and Princess បានក្លាយជាការពេញនិយមយ៉ាងខ្លាំងហើយ Chen Fei ក៏ឡើងប្រជាប្រិយភាពសន្ធឹក 10 Wang Yipo Wang Yipo ក៏ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនតែងតាំងផងដែរ Wang Yipo ត្រូវបានក្រុមហ៊ុន Lekhor Entertainment សរសើរយ៉ាងខ្លាំងលោកបានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមចម្រៀងបរោះ Unix ហើយក្រោយមកបានផ្លាស់ប្ដូរទៅជាតារាសម្ដែងហើយរឿងភាគដែលសម្ដែងដំបូងមានចំណងជើងថា Love Actually ក្នុងឆ្នាំ 2017 ដែលមានតំណែងជាតួឯកលំដាប់ទី 2 Wang Yipo បានឡើងដល់កំពូលនៅក្នុងរឿង The Anthem បន្ទាប់ពីនេះលោកបានរីកចម្រើននៅក្នុងរឿងភាគជាបន្តបន្ទាប់ Wang Yipo ក៏ឈានជើងចូលក្នុងវិស័យភាពយន្តខ្នាតធំដែរនៅឆ្នាំ 2023 ភាពយន្តខ្នាតធំចំនួន 4 នឹងត្រូវចាក់បញ្ចាំងជាប់គ្នាដែលទាំងអស់មានការសហការពីតារាសម្ដែងល្បីៗដូចជា Tony Leung និង Hu Jin ជាដើម លើគឺជា 10 ដែលពេញនិយមបំផុតក្នុងចំណោមអ្នកលេងអ៊ីនធឺណិតលើពីនេះ Jing Tian, Li Yitong, Chen Yiqi និងអ្នកផ្សេងទៀតក៏ត្រូវបានជ្រើសរើសដោយអ្នកនិយមលេងអ៊ីនធឺណិតដែរប៉ុន្តែការពិភាក្សាភាគច្រើនផ្ដោតលើតារាក្រោយឆ្នាំ 95 និងក្រោយឆ្នាំ 2000 ដូច្នេះពួកគេកម្រត្រូវបានគេលើកឡើងណាស់ Lee Susin ក៏មានប្រជាប្រិយភាពខ្លាំងដែរប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនគិតថា Lee Susin មិនសូវល្អទេនៅក្នុងដំណាក់កាលដំបូងនៃការបង្ហាញខ្លួនដូច្នេះបរិមាណនៃការតែងតាំងគឺមិនសូវខ្ពស់